តាតែគាត់ធ្លាប់តែឃើញកីឡាដែលបាទក្តៅសាច់ពិតចំណែកកីឡាអេឡិចត្រូនិកយើងគឺប្រកួតឡើងតាមរយៈប្រព័ន្ធអេឡិចត្រូនិកដោយធ្វើការប្រកួតនៅតាមបាទដោយការប្រើប្រាស់កុំព្យូទ័របាទឡើយតែនិយាយឥឡូវនេះជេរីបាទផ្ដាច់ទីនេះអូឥឡូវនេះសងដល់អាសនាវិញផងដែរបាទសងទៅវិញទៅមកបាទបាត់បង់សមាជិកម្នាក់មួយអូបាទមូតានបាទក៏ធ្វើឲ្យអាសនាដាច់ផងដែរបាទហេតសតតែម្ដងអរយចេញទៅបាញ់បានល្អបាទអូជួបមួយទៅមួយអស់មកបាញ់ដាច់មួយទៀតបាទធ្វើបានល្អបាទពីសមាជិកធីមទាំងពីរឥឡូវនេះបាទសមាជិក2ទល់នឹង2បាទពេលវេលាក៏នៅសល់ច្រើនផងដែរបាទសល់ទៅដល់2នាទីបាទសូមជម្រាបថាការប្រកួតរបស់យើងបាទគឺមាន3នាទី3លេខបាទបើសិនបាទដាក់C4 អត់បានទេបាទធីមដែលត្រូវដាក់នោះគឺត្រូវចាញ់តែម្ដងបាទអញ្ចឹងក្រុមដែលត្រូវដាក់ក្របែកគាត់អាចនឹងចាញ់ដោយសារអស់ម៉ោងបាទប្រសិនបើគាត់ដាក់ក្របែកមិនបានឬក៏ត្រូវបានក្រុមបិទនោះបាញ់គាត់ផ្ដាច់សមាជិកទាំងអស់បាទប៉ុន្តែឥឡូវសមាជិកបាទបន្ទាប់ពីបាញ់គ្នាមួយប្រាវមកឃើញថាឥឡូវសល់តែ2ស្មើទេបាទ2ទល់នឹង2ខាងអ្នកដាក់ក្របែកក៏សល់2នាក់ចំណែកឯខាងអ្នកយាមចាំដោះក្របែកនោះក៏មានគ្នា2នាក់ដូចគ្នាបាទចឹងយើងចាំមើលយុទ្ធសាស្ត្រថាតើបាទពួកគាត់នឹងត្រូវធ្វើរបៀបម៉េចបាទលេងដោយវិធីណាបាទព្រោះថា2ទល់នឹង2នេះមិនមែនជាបញ្ហាទេបាទយ៉ាងណាវិញវាជាយុទ្ធសាស្ត្រនៃការប្រកួតមានក្រុមខ្លះគឺគាត់ពូកែរនឹកយុទ្ធសាស្ត្រលេងដូចជាយើងអាចហៅថាល្បិចបាទបញ្ឆោតទៅលើគូបដិបត្តិឲ្យមានការបាទយល់ច្រឡំថាយើងចង់ដាក់ក្របែកតំបន់ A ប៉ុន្តែយើងទៅដាក់តំបន់ B វិញបាទឥឡូវយើងចាំតាមដានមើលទាំងអស់គ្នាបាទសោះតែនិយាយយុទ្ធសាស្ត្រអូហូឥឡូវនេះយើងឃើញថាបាទដាក់ C4 បានសម្រេចហើយបាទដូច្នេះធីមដែលត្រូវដោះបាទគាត់ត្រូវតែចូលទៅដោះបាទឥឡូវសមាជិកទាំង2នាក់គឺមានតែពេល35វិនាទីដើម្បីចូលទៅដោះក្របែកពីគ្រាប់ដែលមានសមាជិកខាងដាក់ក្របែក2នាក់ចាំឈរយាមផងដែរបាទដូច្នេះមានផលវិបាកបន្តិចបន្តួចស្ថានភាពតានតឹងឡើងឥឡូវចេញទៅបាញ់ពីឡាសាអូបាទឡាសាអូធ្វើបានទៅនឹងបាទឥឡូវនេះពេលវេលាក៏ខោចទៅសមាជិក2ទល់នឹង1បាទវាសូវយកប្រព័ន្ធសាខាគ្នាអូយផ្ដាច់បោឡាសាអូបាទដូច្នេះតាមមកស្មើបាទ2ទល់នឹង2បាទអរគុណទៅដល់ស្នូតែដៃចំពោះអ្នកដែលបានតាមដានទស្សនាផ្ទាល់នៅទីនេះចំណែកឯអ្នកដែលទស្សនាផ្ទាល់តាមរយៈគេហទំព័រ Facebook ក៏ដូចជាអ្នកដែលទស្សនាតាមរយៈកញ្ចក់ទូរទស្សន៍ My TV ក៏អាចចូលរួមបាទហូរលើកទឹកចិត្តឲ្យបាទក្រុមកីឡាករប្រកួតរបស់យើងផងដែរបាទដូច្នេះកុំភ្លេចហូរទាំងអស់គ្នាបាទដែលក្រុម Secret នោះគឺជាក្រុមដែលធ្វើដំណើរយ៉ាងឆ្ងាយគឺមកពីខេត្តបាត់ដំបងបាទចូល W បាទ VSOU គឺមកពីខេត្តណាដែរ MCP បាទបើនិយាយពី VSOU បាទគឺគាត់មកពីខេត្តសៀមរាបបាទតែជាជើងខ្លាំងមួយផងដែរព្រោះថាពេលគាត់ប្រកួតគឺគាត់បានលេខ2នៅក្នុងតំបន់បាទឥឡូវអ្នកសៀមរាបគឺប៉ះជាមួយនឹងអ្នកបាត់ដំបងហើយបាទយើងនឹងតាមដានមើលទាំងអស់គ្នាឥឡូវនេះបន្ទុករបស់ពួកគាត់2ទៅនឹង2ហើយពួកគាត់ខ្វះតែ3បន្ទុកទៀតទេដើម្បីឈ្នះបាទយើងចាំមើលថាតើគូទាំងពីរនេះបាទនឹងមានអ្វីកើតឡើងជាបន្តទៀតបាទដោយដាក់អ្នកបាទដាក់ C4 បាទត្រូវមើលទៅលើពេលវេលាខ្លាំងមែនតើបាទពីព្រោះថាបើសិនបើមិនបានដាក់បាទ C4 ទេបាទយ៉ាងណាវិញការប្រកួតរបស់យើងបាទមួយទឹកគឺមានតែ3នាទីទេអញ្ចឹងក្រុមដែលដាក់ក្របែកគាត់នឹងគ្រប់គ្រងពេលវេលាឲ្យបានល្អក្នុងការវាយសម្រុកចូលទៅដាក់ក្របែកក្នុងតំបន់ A ឬមួយក៏តំបន់ B បាទឥឡូវហាក់ដូចជាមានការពេលបាទឥឡូវនេះ Cherry Secret បាទអូយបាទផ្ដាច់អាសនាបានមួយហើយបាទអូ Dragon បាទក៏ផ្ដាច់ព្រមផងដែរឥឡូវនេះចេញបាញ់ពី100ទៀតបាទធ្វើបានល្អមែនតើដាក់ក្របែកបានសម្រេចពីក្រុម Secret ឥឡូវនេះសមាជិក3ទៅនឹង3ខណៈពេលដែលយើងមើលទៅលើបាទកីឡាករប្រកួតនោះកាពីតែនក្រុមកំពុងតែស្រែកបញ្ជាក្រុមបាទឥឡូវអូចេញមកបាញ់ពីតែម្ដងល្អមែនតើបាទអ្នកដោះនៅសល់តែម្នាក់តែប៉ុណ្ណោះអូហូដាច់បាត់ទៅហើយបាទដូច្នេះឥឡូវនេះបាទនាំមុខបាទ2ទល់នឹងបាទ3ទល់នឹង2បាទក៏សូមរំលឹកផងដែរថាក្រុមដែលនឹងឈ្នះជើងឯកនិងជើងឯករងនឹងបានធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីដើម្បីចូលរួមការប្រកួតអន្តរជាតិក្នុងឆ្នាំ2017នេះផងដែរបាទឆ្នាំ2017ខាងមុខនេះបាទតែយើងរកឃើញបាទក្រុមដែលនឹងត្រូវទៅប្រកួត
បាទយកលេខ1លេខ2ហើយដោយសារតែបាទក្រុមដែលនឹងត្រូវទៅប្រកួតលេខ1លេខ2នោះគាត់នឹងធ្វើការប្រកួតបន្តិចទៀតអញ្ចឹងប្រិយមិត្តដែលតាមដានទស្សនាការផ្សាយផ្ទាល់នេះកុំភ្លេចរងចាំការប្រកួតដណ្ដើមជើងឯកនិងជើងឯករងផងដែរ បាទអូឥឡូវឡើងនិយាយបាទឥឡូវដាច់បាទសមាជិកវាសូយូដល់ទៅ2រូបឯណោះបាទឥឡូវវាសូយូសល់តែ3រូបតែប៉ុណ្ណោះទេបាទបាទចឹង3ទល់នឹង5នេះក៏ពិបាកផងដែរបាទប្រៀបដូចជាយើងលេងតតបាល់3ទល់នឹង5អញ្ចឹងបាទគឺពិបាកបាទយកឈ្នះមែនតើ បាទស្ថានភាពហាក់ដូចជាតានតឹងនឹងដាក់បន្ទុកទៅខាងវាសម្រុកដោយសារតែគ្នាគាត់គឺសល់តែ3នាក់ទេ ហើយតួនាទីសំខាន់របស់គាត់ក៏គឺត្រូវ plan បាទ C4 ឲ្យបានបាទឥឡូវយើងលើសូសំឡេងបាទបាញ់ឆាបបាទបន្តអត់ទាន់មានប៉ះទង្គិចអីទេ បាទជាប្រភេទ strategy game គឺប្រភេទបាទ game ដែលត្រូវប្រើបច្ចេកទេសលេងខ្លាំងមែនទែនដើម្បីយកឈ្នះទៅលើគូបដិបកបាទឥឡូវសមាជិកវា show you នៅសល់3នាក់គាត់នៅខាងដាក់ក្របបែកតើគាត់អាចយកក្របបែករបស់គាត់ទៅដាក់នៅតំបន់ A ឬក៏តំបន់ B បានឬក៏យ៉ាងណាយើងតាមដានមើលទាំងអស់គ្នា បាទឥឡូវនេះស្ថានភាពហាក់ដូចជាស្ងប់ស្ងាត់មកវិញបាទបន្ទាប់ពីបាត់បង់សមាជិក2រូបពីវាសូយូមក បាទ បាទចឹងវាសូយូក៏ត្រូវបាទរៀបចំយុទ្ធសាស្ត្រថ្មីដើម្បីលេងផងដែរបាទមួយវិញទៀតឥឡូវនេះអារយកំពុងតែកាន់ ACE មាសបាទសូមបញ្ជាក់ថា ACE មាសនេះមានន័យថាគាត់គឺជាកីឡាករដែល kill បានច្រើនជាងគេ បាទរកបន្ទូបានច្រើនជាងគេ បាទឥឡូវហាក់ដូចជាចង់ប៉ះគ្នាហើយនៅក្នុងតំបន់នេះបាទប៉ុន្តែអត់តនអីទេពេលវេលាបាទក៏កាន់តែខើចដែរបាទយ៉ាងណាមិញយុទ្ធសាស្ត្រធីមទាំងពីរ បាទកាន់តែក្តៅកគុកឡើងបាទគណៈពេលដែលក្រុមវា show you ដាក់ C4 បានហើយ បាទឥឡូវដាក់ C4 បានសម្រាប់បាទតួនាទីរបស់អ្នកដោះបាទត្រូវមកមានយ៉ាងខ្លាំងមែនតើឥឡូវនេះមានការបាញ់បាទចេញបាញ់ចូលតែម្ដងប៉ុន្តែអូហូអត់ដាច់បោះដល់ហើយបាទចឹងក៏ចូលទៅដោះបាទក្របបែកដែលគេដាក់នោះបានងាយស្រួលមែនតើ បាទហើយការអោនដោះក្របបែកនោះគឺត្រូវចំណាយពេល5វិនាទីផងដែរ បាទឥឡូវនេះ Team Secret បាទគឺនាំមុខបាទទៅលើវាសូយូបាទ4ទល់នឹង2ហើយ បាទអញ្ចឹងបាទ Secret គឺខ្វះតែមួយបន្ទុកទៀតទេដើម្បីយកជ័យជំនះនៅក្នុងការប្រកួតមួយនេះដើម្បីបានបាទចំណាត់ថ្នាក់លេខ3នៅក្នុងការប្រកួត Net 2016របស់យើង បាទ បាទ WSY ហាក់ដូចជាបាទឃ្លាតចេញពីក្តីសុបិនរបស់គាត់បន្តិចខណៈពេលដែលគាត់បាទខ្វះដល់ទៅ3បន្ទុកដើម្បីយកឈ្នះទៅលើក្រុម Secret បាទមិនថ្មីទេឥឡូវនេះក្រុម Secret ក៏នៅខាងដាក់ក្របបែកតើចាំមើលថាក្រុម Secret អាចយកឈ្នះទៅលើក្រុម WSY យកនៅក្នុងទឹកនេះតែម្ដងឬមួយក៏យ៉ាងណា បាទ Secret នៅសល់តែមួយជំហានទៀតតែប៉ុណ្ណោះបាទអញ្ចឹងមិនទាន់ដឹងបាទលទ្ធផលច្បាស់នៅឡើយទេបាទឥឡូវនេះវាសូយូបាទកំពុងតែត្រៀមយុទ្ធសាស្ត្របាទបានយ៉ាងល្អដែលបាទគាត់កំពុងតែព្យាយាមបាទសូម បាទតបទៅលើគូសត្រូវរបស់គាត់ បាទក៏សូមសម្លេងគាំទ្រដល់ក្រុម Secret មួយមក បាទឥឡូវនេះមានការបាច់គ្នាមិននេះបាទ3 kill ចូលតែម្ដងនៅក្នុងតំបន់នេះអូយបាទគាត់ហាក់ដូចជាចង់បាន4ប៉ុន្តែអូយបាទឡាច់ហើយនៅក្របបែករបស់គាត់ទៀតបាទមានន័យថាគាត់ជាដៃគប់ប៉ុន្តែមានការបាញ់ដាច់គាត់ហើយប៉ុន្តែ បាទ ក្របបែកត្រូវបានហោះបាទគាត់គប់បានក្របបែកចេញផុតពីដៃផងដែរ បាទអញ្ចឹងបាទគាត់ដាច់ហើយគាត់បានគេមួយទៀតអញ្ចឹងឥឡូវនេះ Secret ហាក់ដូចជាបាទពិបាកខ្លាំងមែនតើដោយសារតែសមាជិករបស់គាត់បើគឺនៅសល់តែម្នាក់តែប៉ុណ្ណោះ បាទគឺទីនេះសមម្នាក់ឯងបាទយើងមើលបាទទស្សនិកជនបាទតាមដានទៅលើតារាងបន្ទុកទាំងអស់គ្នា ចាំមើលថាតើម្នាក់នេះតើគាត់អាចបាទដាច់ទៅដល់កីឡាករ4រូបរបស់វាសូយូបានឬមិនបានហើយគាត់អូយឥឡូវនេះបាទឃើញលទ្ធផលបាទគឺអត់អាចទេបាទឥឡូវនេះលទ្ធផលបាទ4ទល់នឹង3 បាទឃើញថាក្រុម WS បាទវា show you ហាក់ដូចជាចាប់បានយុទ្ធសាស្ត្រនៃការលេងរបស់ក្រុម Secret គាត់កំពុងតែរៀបចំយុទ្ធសាស្ត្រផ្ដួលទៅលើក្រុម Secret វិញ
ប៉ុន្តែក្រុម Secret គឺខ្វះតែមួយបន្ទុកទៀតឈ្នះទៅលើក្រុម WSY ដូចគ្នា បាទ បាទក៏សូមបាទអ្នកគ្រប់គ្រងខាងក្រុម WSY ហៅឲ្យគ្នាយើងមួយផងដែរ បាទឥឡូវនេះស្ថានភាពក្នុងការប្រកួតរបស់យើងដូចជាស្ងប់ស្ងាត់បាទបន្ទាប់ពីគាត់បាទតាមប្រកេតប្រកិតគ្នាមកបាទអញ្ចឹងការលេងនេះគឺមិនអាចធ្វើប្រហែលបានទេបាទបើសិនបើធ្វើប្រហែលនោះបាទគឺភាគីម្ខាងនោះគឺអាចនឹងយកឈ្នះបានដោយស្រួលមែនទែន បាទ បាទអញ្ចឹងអ្នកនាំមុខបាទក៏ដូចជាអ្នកតាមហ្នឹងគឺត្រូវប្រុងប្រយ័ត្នខ្ពស់មែនទែន បាទនិយាយរួមទៅបើធ្វើប្រហែលតាមមួយផ្លែតនោះគឺនឹងបាទមានបញ្ហាខ្លាំងមែនតើ អូហូបាទម៉ាក់បូមបានល្អមែនទែនបាទពីសំណាក់ Cherry បាទពិតជាច្បាស់មែនទែនបាទនៅពេលដែលគាត់លេងបាទគឺគាត់ស្និទ្ធទៅលើ map ហ្នឹងហើយដូច្នេះគ្រប់ក្លុកកលៀតទាំងអស់គឺគាត់អាចដឹងទាំងអស់តែម្ដងបើដូចជាការម៉ាក់បូមនេះមានន័យថាគាត់គប់ដោយបាទការស្មានបាទប៉ុន្តែបើសិនបើគាត់មានសំណាងខ្ពស់គឺគាត់ទទួលបានបាទការ kill តែម្ដង បាទដោយសារតែក្រុមប្រកួតគឺបានពួកគាត់បានត្រៀមលក្ខណៈក៏ដូចជាវឹកវើនៅក្នុងផែនទីដែលនឹងត្រូវប្រកួតនីមួយៗតែការប្រកួតរបស់យើងគឺមានផែនទី5ហើយមុននឹងប្រកួតក្រុមទាំងពីរនឹងធ្វើការបិទផែនទីម្នាក់2ចោលអស់4ដោយសារផែនទី1ចុងក្រោយធ្វើឲ្យពួកគាត់ធ្វើការប្រកួតបាទ បាទឥឡូវនេះសម្រាប់ Vesoyo អ្នកដែលកាន់ ACB ហាក់ដូចជាបាត់បង់នេះហើយបាទដាច់ទៅបាត់ហើយ បាទ បាទឥ ក្រោ ឡូ យ វនេះពេលវេលាសល់តែ1នាទីតែប៉ុណ្ណោះបាទសម្រាប់អ្នកដែលត្រូវ plan មកទៅលើ C4 អូហូឥឡូវនេះគាត់ដាក់ C4 បានសម្រាប់ហើយបាទដូច្នេះភារកិច្ចរបស់អ្នកដោះបាទតើនឹងត្រូវធ្វើយ៉ាងណារៀបយុទ្ធសាស្ត្រយ៉ាងណា បាទក្រុម បាទឥឡូវចេញទៅបាញ់ពីទីនេះបានល្អអូហូបាទស៊ីអូហូអស់បាត់ទៅហើយបាទដូច្នេះចេញជំនះបាទប៉ាត់ជាឃើញហើយ Secret បាទជ័យលេខ2លេខ3បានទៅលើក្រុម Secret បាទសូមសម្ដែងអរសាទរជាថ្មីចំពោះជ័យលេខ2លេខ3នៅក្នុងកម្មវិធីរបស់យើងគឺក្រុម Secret បាទដូច្នេះហើយ Secret គឺទទួលបាននៅចំណាត់ថ្នាក់លេខ3នៅក្នុងកម្មវិធី NET